សួស្តីអ្នកនរអញ្ចឹងថ្ងៃហ្នឹងអ្នកមានឆាផ្សិតសាច់ជ្រូក3ជាន់អញ្ចឹងមុនយើងធ្វើគឺយើងត្រូវលាងផ្សិតហើយស្លឹកខ្ទឹមហើយលាងសាច់ជ្រូកឲ្យស្អាតទៅណាហ្នឹងហើយតែមកយើងលាងហើយយើងមានផ្សិតមានសាច់ជ្រូកមានខ្ទឹមស្លឹកខ្ទឹមអញ្ចឹងទៅហើយចឹងគ្រឿងមានស្ករមានម្សៅស៊ុបមានស្ករក្រហមមានទឹកត្រីហើយនឹងប្រេងខ្យងអញ្ចឹងលាធ្វើតោះយើងចាប់ផ្ដើមយើងដាក់ខ្លាញ់ឲ្យក្តៅមកហ្នឹងហើយដាក់ខ្លាញ់ឲ្យក្តៅហើយយើងកូរខ្លាញ់បន្តិចទៅតោះមកយើងដាក់ស្ករក្រហមហើយយើងដាក់ស្ករក្រហមយើងកូរស្ករក្រហមនឹងបន្តិចមកកូរឲ្យវារៀងឡើងកម្ៅឡើងពងក្រងតិចទៅហ្នឹងហើយរងចាំវាតិចទៅណាហើយតោះមកយើងដាក់ខ្ទឹមសយើងលីងមួយខ្ទឹមសចឹងខ្ទឹមសយើងកូរដូចគ្នាឆាច្បល់ដូចគ្នាតោះមកយើងដាក់សាច់ជ្រូកចូលមកហើយដាក់សាច់ជ្រូកហើយយើងច្បល់ដូចគ្នាបន្តមកបានយើងដាក់ទឹកត្រីហ្នឹងទឹកប្រេងខ្យងហ្នឹងដាក់ចូលគ្នាហ្នឹងហើយយើងច្បល់វាទៅឆាវាចុះឡើងទៅហើយបើយើងចង់បានរាវយើងថែមទឹកតិចទៅខ្ញុំចូលចិត្តរាវអញ្ចឹងខ្ញុំថែមទឹកបន្តិចហ្នឹងហើយយើងច្បល់ឡើងមកចាំឲ្យវារៀងពុះទៅហ្នឹងហើយពុះប៉ុណ្ណឹងមកហើយយើងដាក់ប៊ីចេងចូលហើយយើងដាក់ម្សៅស៊ុបចូលមកហ្នឹងហើយแล้วយើងច្បល់ឡើងទៅឆាឡើងទៅយើងចាក់ផ្សិតចូលហ្នឹងហើយអញ្ចឹងបញ្ជាក់ផ្សិតយើងលាងឲ្យស្អាតលាងឲ្យស្អាតហើយយើងចាក់ផ្សិតចូលទៅយើងច្បល់ឡើងយើងដាក់ជីស្លឹកខ្ទឹមហើយដាក់ខ្ទឹមចូលមកច្បល់ឡើងឆ្អិនហូបយើងឆ្អិនហើយអញ្ចឹងហូបយើងបានប៉ុណ្ណេះគឺឆ្អិនហើយចុះអរគុណសម្រាប់ការតាមដានអរគុណជួបគ្នាវីដេអូក្រោយបាយ